នេះគឺជាសាច់រឿងរបស់ខេត្តពោធិ៍សាត់តាមពីដំណើរពីព្រៃនាយថាមានដើមពោធិ៍តូចមួយហូររសាត់ច្រាស់ទឹកមកជាអស្ចារ្យប្លែកហើយគេបានស្រង់យកទៅដាំនៅកន្លែងមួយដោយហេតុដូច្នេះទើបគេឲ្យឈ្មោះភូមិប្រទេសនោះថាពោធិ៍សាត់នៅក្នុងវីដេអូនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅដឹងសាច់រឿងមួយចំនួនទាក់ទងជាមួយនឹងខេត្តពោធិ៍សាត់ថាតើពីដើមឡើយមានរឿងអ្វីខ្លះនិងហេតុអ្វីបានជាគេនិយាយថាកោះសំពៅមាសនឹងមិនដែលលិចទឹកពោធិ៍សាត់គឺជាខេត្តមួយស្ថិតនៅក្នុងតំបន់ទន្លេសាបមានទីតាំងនៅទិសបស្ចិមនៃប្រទេសកម្ពុជាខេត្តនេះមានផ្ទៃដី12692គីឡូម៉ែត្រការ៉េត្រូវបានបែងចែកចេញជា6ស្រុកនិងក្រុងចំនួន1ក្នុងនោះមានដូចជាស្រុកបាកានស្រុកកណ្ដៀងស្រុកត្រកស្រុកភ្នំក្រវាញស្រុកវាលវែងស្រុកតឡូសែនជ័យនិងក្រុងពោធិ៍សាត់ចំពោះឈ្មោះកោះសំពៅមាសដែលនៅកណ្ដាលក្រុងនេះវិញគឺកើតឡើងពីការដំណាលតគ្នាថាមានសំពៅមួយគ្រឿងបានបើកមកជាប់គាំងនៅទីនោះនិងមិនអាចបើកទៅណារួចលុះយូរទៅសំពៅដែលជាប់គាំងនោះក៏បានក្លាយជាដីទួលហើយកើតជាកោះនេះឡើងទើបអ្នកស្រុកនាំគ្នាហៅកោះនេះថាជាកោះសំពៅមាសតែម្ដងមួយវិញទៀតកោះនេះបើតាមការសិក្សាស្រាវជ្រាវគេបាននិយាយថាមិនដែលចេះលិចទឹកទេក៏ប៉ុន្តែបើតាមការវិភាគស្ថាបត្យកម្មគេបានសាងសង់ទំនាបស្ទឹងនឹងឲ្យបានស្មើជាមួយនឹងកោះមួយនេះទើបពេលទឹកជន់មកវាមិនអាចលិចកោះនេះបានទេព្រោះវានឹងហូរចេញទៅក្រៅតែបើតាមជំនឿវាគឺជារឿងផ្សេងវិលចូលមកនិយាយអំពីប្រវត្តិឈ្មោះខេត្តពោធិ៍សាត់វិញនៅក្នុងវចនានុក្រមសម្ដេចសង្ឃរាជជួនណាតបានបញ្ជាក់ថាខេត្តមួយនៅក្នុងកម្ពុជារដ្ឋជាប់នៅខេត្តបាត់ដំបងតាមពាក្យដំណាលពីព្រៃនាយថាមានដើមពោធិ៍តូចមួយរសាត់ច្រាស់ទឹកមកជាអស្ចារ្យប្លែកហើយគេបានស្រង់យកទៅដាំនៅកន្លែងមួយដោយហេតុដូច្នេះទើបឲ្យឈ្មោះភូមិប្រទេសនោះថាពោធិ៍សាត់ព្រោះពាក្យថារសាត់និងសាត់ជាពាក្យតែមួយអាចប្រើជំនួសគ្នាបានហើយក៏បានក្លាយជាខេត្តពោធិ៍សាត់រហូតមកដល់សព្វថ្ងៃមួយវិញទៀតនៅក្នុងរឿងព្រេងនិទានខ្មែរដដែលហ្នឹងគេបាននិយាយថាដើមពោធិ៍មួយដើមដែលរសាត់ច្រាស់ទឹកនោះអ្នកស្រុកបាននាំយកខ្សែពួរទៅតាក់ចងតែមិនជាប់ហើយដើមពោធិ៍នោះក៏រសាត់ទៅដល់កន្លែងមួយត្រង់ខាងមុខទីប្រាសាទព្រះខ័ននៅក្នុងវត្តបាកានបច្ចុប្បន្នព្រះសង្ឃនិងអ្នកស្រុកបានរៀបចំគ្រឿងបូជាថ្វាយទៀនធូបការភ្ញីដោយឧទ្ទិសឋានបួងសួងសុំយាងដើមពោធិ៍ដើម្បីដាំនៅទីនោះព្រះសង្ឃបានយកខ្សែអំបោះ7សរសៃទៅចងជាប់ដើមពោធិ៍រួចប្រគំភ្លេងពិណពាទ្យថ្វាយដល់ដើមពោធិ៍ស្រាប់តែដើមពោធិ៍នោះត្រូវបានអ្នកស្រុកអូសតាមជម្រាលដីឡើងច្រាំងខាងកើតប្រាសាទព្រះខ័នបានយ៉ាងងាយទើបអ្នកស្រុកនាំគ្នាស្រែកអឿងកងថាបានការហើយទួលនេះជាប់ឈ្មោះថាទួលបានការតរៀងមកដែលបច្ចុប្បន្នទួលនេះស្ថិតនៅខាងកើតវត្តបាកានក្នុងទឹកដីស្រុកបាកានហើយដោយសារតែប្រាសាទព្រះខ័នមានបារមីខ្លាំងពូកែសុំអ្វីក៏បានដូចបំណងប្រាថ្នាដំណឹងនេះក៏បានលេចឮដល់កងទ័ពសៀមដែលនៅក្បែរព្រំដែនស្វាយដូនកែវក៏ចង់មកជីកយកវត្ថុដែលមានតម្លៃទាំងនោះអ្នកស្រុកនិងព្រះសង្ឃក៏បាននាំគ្នាលើកដីពូនលុបប្រាសាទក្នុងគោលបំណងលាក់ទុកអាតកំបាំងដោយយកដើមពោធិ៍ទៅដាំលើជម្រាលកូនភ្នំនិងបដូរឈ្មោះមកជាបាកានវិញដែលបច្ចុប្បន្នគេហៅថាស្រុកបាកានហើយរឿងរ៉ាវទាំងអស់នេះហើយដែលនាំឲ្យមានឈ្មោះរបស់ពោធិ៍សាត់ហើយនេះគឺជាប្រវត្តិមួយដែលតាក់ទងជាមួយនឹងខេត្តពោធិ៍សាត់ផងដែរសូមបងប្អូនជួយ follow ម្នាក់មួយជួបគ្នានៅវីដេអូក្រោយអរគុណបងប្អូន